សកម្មភាពក្រុមការងារកាប់ដើមឈើឬក៏លះមែកឈើតែងមែកឈើឲ្យស្អាតហើយមានកម្ពស់ខ្លះ10ម៉ែត្រខ្លះ20ម៉ែត្រខ្លះ50ម៉ែត្រចឹងទៅទាំងតាមដើមឈើទាបខ្ពស់តែនេះកម្ពស់វា10ម៉ែត្រកម្ពស់10ម៉ែត្រយើងឬរៀងចាប់ដើមតលរៀមទាឡើងកាប់ចឹងណាដើម្បីតែងឲ្យស្អាតនៅមុខហាងហើយក្រុមការងារនេះស្អីក៏ដាក់ដែរស្អីក៏ធ្វើដែរនិយាយពីថាធ្វើអត់ចេះរើសមុខតែម្ដងតកែស្រឡាញ់សម្បើមម្នាក់មើលកម្ពស់ណាកម្ពស់នៃអីចេះនាំគ្នាឡើងកាប់ឯណារត់ទំនុកដាក់ទាដាក់អីយកកំបិតយកអាណាមកអាកាប់ចឹងណាដើមនេះវាស្អាតតែនៅតូចទេប៉ុន្តែដល់ពេលអាធំខ្លាំងចឹងមែនតែនទៅវាទៅជាលែងស្អាតហើយវាទៅជាគ្រងផុតណាផុតណីចឹងណាដល់ចឹងទៅវាត្រូវតែតែងវាមួយឆ្នាំម្ដងចឹងទៅហើយផ្កាវាក៏អូបដែរតាអានេះផ្កាវាក៏អូបហើយឃ្មុំចូលចិត្តឃ្មុំនៅក្នុងហ្នឹងខ្ញុំឡើងកាប់ហ្នឹងជាមួយនឹងក្រុមការងារហ្នឹងក៏យកបានឃ្មុំមកផ្លិតដែរតែនៅក្នុងវីដេអូនេះអត់បានដាក់ឲ្យបងប្អូនមើលទេដោយសារតែមួយថតបញ្ឈប់មួយថតផ្ដេកចឹងហើយយើងធ្វើការក្រុមការងារខ្លះទៅនៅក្រោមទៅខ្លះទៀតទៅក៏នៅលើចឹងទៅឡើងលះចឹងទៅហើយបងប្អូនទាំងអស់គ្នាឃើញនេះមិនមែនជើងឈរជាប់ដីទេគឺដាក់ទា4ជាន់អាដើមនេះវាទៀបជាងអាដើម3 4ដើមក្បែរនោះហើយអាដើមក្បែរនោះយើងខ្ពស់ជាងអានឹង5ជាន់អានឹងចូល10ម៉ែត្រជាងមើលទៅលងលោចដែរហើយឡើងមកគឺកាប់ជើងសក់ធ្វើមិនឲ្យស្អាតអានេះអត់រើសទេការងារគឺក្រុមការងារនេះដាក់បានមកចប់ហ្មងត្រូវធ្វើអីធ្វើនឹងត្រូវឲ្យតែថាមេបញ្ជាចំអុលប្រាប់ថាកន្លែងណាកន្លែងណីអញ្ចឹងគឺមិនបាច់មកមើលទៀតទេដើរទៅដេកធ្វើមិនដឹងចាំក្រុមការងារនេះគឺលះឲ្យតលឲ្យស្អាតមកត្រឹមមកពេញចិត្តតែម្ដងមិនចាំបាច់មកឈរបញ្ជាបន្ថែមអីទៀតទេពួកយើងដឹងការងារហើយណាចឹងកណ្ដាលយើងកាប់ទៅចុកដៃរួយដៃយើងដូរគ្នាទៀតដូរគ្នាកាប់ដូរគ្នាធ្វើអញ្ចឹងណាព្រោះកណ្ដាលតែយើងធ្វើតែម្នាក់វាចុកដៃហើយកំបិតហ្នឹងមុតកំបិតប៉ាំងតក៏ទៅអាកំបិតប៉ាំងតហ្នឹងមុតខ្លាំងមែនទេខ្លាំងជាងកំបិតណាទាំងអស់អានេះថតពីដីទៅហ្នឹងខ្ញុំស៊ូមទៅឲ្យវាឃើញរៀងចិត្តតែតាមពិតទៅមិនមែនទៀបទេណាស៊ូមអញ្ចឹងទៅមើលទៅឃើញរឿងទៀបទេប៉ុន្តែជាក់ស្ដែងមិនមែនទៀបទេលងលោចទៅមកកម្ពស់ណាកម្ពស់ណីមិនមែនទៀបទេកម្ពស់ណាកម្ពស់ណីហើយនេះក្រុមការងារខាងក្រោមខាងរើសហើយនឹងបោះមិនត្រឹមតែកាប់ទេកាប់លើកស្អាតដាក់ឡានឲ្យបោះដឹកយកទៅចោលឲ្យទៀត